មួងណារ៉េតឯងនិយាយថាខុសសនឹកអីណាមិនខ្លាចអំពើធូរថ្លៃចុះឯងខ្លាចអំពើថោកទាបទេដែលឯងតែងតែនិយាយពន្លើសឬក៏បំបត្តិរហូតឲ្យប្រជាជនដែលស្ដាប់នឹងយល់ច្រឡំរហូតឯងថោកទាបទេសំបីតាពាក្យសម្ដីខ្លួនឯងដែលឯងនិយាយឲ្យដឹងថាខ្លួនឯងនិយាយអីផងសក់នឹងដើម្បីឲ្យលោកកម្មសខានៅក្រៅឃុំទៅចោះខ្ញុំនឹងកោសក់ឲ្យធ្វើ show ទាំងក្បាលទាំងអោលនឹងចោះអត់អីទេបើថ្ងៃទី30គេដោះលែងលោកឯងនិយាយថាមិនត្រឹមតែនេះគ្រាន់តែដោះលែងឲ្យនៅក្រៅឃុំក៏ឯងគេហៅថាកោសក់ក្បាលដែរឯងសារសម័យមើលពាក្យថាដោះលែងក្រៅឃុំដោះលែងក្រៅឃុំតើអ្វីទៅគឺជាការដោះលែងក្រៅឃុំការដោះលែងក្រៅឃុំមិនមែនលើកលែងទោសទេណាគឺនៅតែមានទោសឯងត្រូវយល់អំពីបញ្ហាហ្នឹងនិយាយឲ្យតែរួចពីមុនហើយមិនទទួលខុសត្រូវដល់ពេលសុផាតគាត់អូខេឯងបងសុផាតគាត់ថាឯងនិយាយមិនទទួលខុសត្រូវអញ្ចឹងគាត់ជួយទទួលខុសត្រូវឯងជួយកោទាំងោលឲ្យឯងគឺ mafia ជើងកាងសារព័ត៌មានត្រូវទេព្រោះឯងនិយាយបលើសរហូតឯងនិយាយបោករហូតអញ្ចឹងឯងបើក្នុងគេហៅថាក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានណាហើយអត់សមជាអ្នកសារព័ត៌មានទេឯងអ្នកនាំពាក្យក្រុមគី23ក្បាលមែនទេមួងណារ៉េតបរោះមាត់ស្លុយនិយាយតែពីរទង្វើល្អរបស់ក្រុមជ្រុលនិយមសៀមហើយអានោះវាគួរតែមានរហស្សនាមថាអ្នកនាំពាក្យក្រុមជ្រុលនិយមសៀមហើយមើលទៅមួងណារ៉េត